សួស្តីបងប្អូនទាំងអស់គ្នាកញ្ចឹងថ្ងៃនេះខ្ញុំមកជួបបងប្អូនទាំងអស់គ្នារឿងមានបងប្អូនស្រីយើងម្នាក់គឺគាត់ចង់ឲ្យកូនគាត់ឈប់មឹមឥឡូវហ្នឹងអាយុមកខួប8ខែហើយគឺគាត់នៅមឹមទៅដល់កូនម្សៅអញ្ចឹងការផ្ដាច់ដោះកូនជាមួយនឹងទឹកដោះកូនម្សៅគឺវាខុសគ្នាបន្តិចតួចជាមួយនឹងការផ្ដាច់ដោះកូនជាមួយនឹងទឹកដោះម្ដាយធម្មតាដោះម៉ែរៀងពិបាកផ្ដាច់បន្តិចព្រោះការដែលកូនដោះម៉ែមិនមែនតែត្រឹមតែសម្រាប់បំបត្តិការឃ្លានទេប៉ុន្តែគឺភាពកក់ក្ដៅភាពជិតស្និទ្ធហើយនឹងភាពថ្នាក់ថ្នមនឹងលួងលោមហើយចំពោះទឹកដោះកូនម្សៅវិញឬមួយក៏ទឹកដោះគោទឹកគឺកូនយើងគឺដោយសារតែការធ្លាប់ជាមួយនឹងរសជាតិហើយក៏វាអាចជាមួយនឹងការថ្នាក់ថ្នមខ្លះដែរព្រោះអាការធ្លាប់ហ្នឹងគឺថាធ្លាប់តែមានជាតិទឹកដោះហ្នឹងចូលក្នុងពោះមុនពេលគេងឬមួយក៏ធ្លាប់តែមានទឹកដោះហ្នឹងបន្ទាប់ពីបាយហើយត្រូវមានវាអញ្ចឹងណាអញ្ចឹងវាគឺជាការផ្លាស់ប្ដូរទម្លាប់មួយដែលធ្វើឲ្យកូនក្មេងរៀងពិបាកដែរអញ្ចឹងបងប្អូនដើម្បីយើងផ្លាច់ដោះកូនយើងបានតែយើងត្រូវធ្វើបែបម៉េចបើសិនជាកូនយើងមុំដោះគោហើយឥឡូវហ្នឹងគឺដោយលក្ខន្តិកៈណាមួយដូចថាយើងអាចនឹងយើងគិតថាកូនយើងលែងត្រូវការទៀតហើយទី1ឬមួយក៏ដោយសារតែកូនហ្នឹងវាធំមែនតើហើយអញ្ចឹងការញ៉ាំការផឹកចំណីផ្សេងៗហ្នឹងគឺវាពោពេញទៅដោយវីតាមីនហ្នឹងគឺវាគ្រប់គ្រាន់ហើយឬមួយក៏អាចនឹងមួយទៀតគឺយើងពិបាកធ្វើដំណើរជាមួយនឹងការឲ្យទៅដល់គោរហូតឬមួយក៏ថវិកាគឺវាចុះខ្លាំងពេកដោយសារតែទៅដល់គោគឺវាថ្លៃវាមានតម្លៃរបស់វាតាមតម្លៃធូរតម្លៃថ្លៃមែនទេហើយមួយទៀតទោះជាវាធូរប៉ុណ្ណាក៏វានៅតែថ្លៃជាងយើងអត់ឲ្យគាត់ដែរអញ្ចឹងបើសិនជាទៅដល់កូនមកកំប៉ុងតែ50000ឬមកកំប៉ុងតែ20000ស្មើនឹង$5វាអត់ថ្លៃទេប៉ុន្តែបើសិនជាយើងអត់ឲ្យគាត់គឺយើងអត់អស់សូម្បីតែ1រៀលអញ្ចឹងណាបងប្អូនតើបងប្អូនត្រូវធ្វើម៉េចការផ្ដាច់ដោះកូនគឺពេលដែលកូនអាយុ1ខួប8ខែហើយឬមួយក៏កូននឹងលើសពី1ខួបហើយគឺកូននឹងអាចហើយបើសិនជាកូននឹងគឺគាត់ញ៉ាំអាហារបានដូចក្មេងទូទៅអញ្ចឹងគឺការផ្ដាច់គឺយើងផ្ដាច់យកតែម្ដងបងប្អូនគឺយើងអត់ឲ្យមាននៅផ្ទះគឺយើងអត់ឲ្យមានតែម្ដងហើយយើងនៅពេលដែលកូននឹងយំពេលដែលកូននឹងទារោគឺយើងអាចយកអ្វីផ្សេងឲ្យគាត់ញ៉ាំបានដូចជាផ្លែឈើឬមួយក៏បាយឬមួយក៏ស៊ុបយើងយកវាមកជំនួសទឹកដោះគោនឹងហ្មងអូខេបងប្អូនអញ្ចឹងវិធីទី1គាត់បាគឺឲ្យឈប់ហ្មងចាគឺអត់ឲ្យមានទឹកដោះគោនៅផ្ទះអត់ឲ្យមានទឹកដោះគោអត់ឲ្យមានប្រាប់ដាំទឹកឲ្យកូនឆុងទឹកដោះគោអត់ឲ្យមានទឹកដោះគោនៅផ្ទះតែម្ដងគឺឈប់ឲ្យតែម្ដងគឺផ្ដាច់ផឹងហ្មងណាបងប្អូនគឺគេហៅថាផ្ដាច់បែបផ្ដាច់ការតែម្ដងគឺអត់ឲ្យហើយយើងហើយទី2គឺបងប្អូនត្រូវមានចិត្តឲ្យរឹងមាំបើសិនជាបងប្អូនមិនផ្ដាច់ការទេគឺបងប្អូនធ្វើអត់បានទេព្រោះយើងអាណិតកូនអញ្ចឹងយើងអាណិតកូនហ្នឹងយើងមើលដែរកូនយើងមិនមែនតូចទេបើថាលើមកខួបកន្លះហើយគឺមិនមែនតូចទេទេចាគឺចេះញ៉ាំបាយចេះផឹកទឹកចេះញ៉ាំបន្លែញ៉ាំសាច់អស់ហើយអញ្ចឹងគឺយើងអត់ចិត្តអាក្រក់ទេយកឲ្យគាត់ណាហើយគឺយើងត្រូវតែលួងលោមគាត់បើគាត់អត់មានទឹកដោះគោគឺយើងត្រូវយកអ្វីមកជំនួសចាគឺដូចជាការអោបការបីការថើបការណែបនិតដើម្បីជំនួសនៅអ្វីដែលគាត់បាត់ការដែលគាត់អាយុប៉ុណ្ណឹងហើយបើសិនជាយើងនៅតែឲ្យគាត់បន្តទឹកដោះគោគឺគាត់នឹងអត់ញ៉ាំបាយទេអញ្ចឹងណាចឹងបើសិនជាកូននឹងយើងនៅតែឲ្យបន្តការគឺគាត់សង្កេតយកការឆ្អែតរបស់គាត់ដោយការផឹកទឹកដោះគោអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យគាត់ញ៉ាំបាយបានច្រើនឬមកក៏ញ៉ាំចំណីផ្សេងៗដល់តែគាត់នឹងឲ្យមានទឹកដោះគោអញ្ចឹងបងប្អូនត្រូវតែមានចំណីអាហារទុកឲ្យគាត់ជានិច្ចហ្នឹងហើយជួនកាលយើងទៅគាត់មិនហេវខ្លាំងទេតែគាត់នឹកទឹកដោះគោអញ្ចឹងណាចន្លោះពេលបាយនីមួយៗអញ្ចឹងយើងត្រូវមានចំណីផ្លែឈើមានចេកទុំមាននំនែកអីដែលជានំនែកល្អទុកឲ្យកូនដើម្បីជាការគាត់នឹងបំបត្តិការនឹកជាមួយទឹកដោះគោបងប្អូនវាមិនមែនជារឿងងាយស្រួលទេក្នុងការផ្ដាច់ដោះកូនមិនថាទឹកដោះម្ដាយឬមួយក៏ទឹកដោះគោទេចឹងបងប្អូនត្រូវតែព្យាយាមចាព្យាយាមហើយត្រូវអត់ធ្មត់ខ្លាំងហើយត្រូវតែតស៊ូហើយនឹងរៀងចិត្តដាច់បន្តិចចឹងបងប្អូនខ្ញុំមានតែប៉ុណ្្នឹងឯងថ្ងៃហ្នឹងសម្រាប់អ្នកដែលគាត់ចង់ផ្ដាច់ដោះគោកូនណាចាហើយខ្ញុំសូមបញ្ជាក់ការឲ្យកូនទឹកដោះម្សៅគឺនៅអាមេរិកនេះគឺគេឲ្យដល់ត្រឹមអាយុ1ខួបទេបន្ទាប់ពី1ខួបមកពី1ខួបដល់2ខួបអីហ្នឹងគឺគេឲ្យយើងផឹកទឹកដោះគោឆៅធម្មតាដូចជាទឹកដោះគោនៅស្រុកខ្មែរទឹកដោះគោឆៅស្រុកខ្មែរគេហៅទឹកដោះគោឆៅបើសិនជាយើងមានសមត្ថភាពចាយបើអត់ទេ
cứ ở giữa một khúc đăng lên cứ cô nó ai nha mà ha từng ha group bò ban sạch bài ban nó cứ cô nó mà chăm nhăm yes mình bài chăm nhăm tao đọc cô tiệt tiền chà học cô bóng ôn hai complete bóng ôn đấy chui subscribe nhưng mà đó đọc k channel này bóng ôn này dương sau của mỗi khai tiệt chẳng bóng ôn chui subscribe này mỗi hay chui chạy video nhưng mà tao tiệt phòng chào con